ជំរាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីនៅពេលនេះសូមធ្វើសេចក្តីរាយការណ៍ទាក់ទងទៅនឹងកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរកម្ពុជានិងថៃហើយដែលធ្វើឡើងស្ថិតនៅក្នុងព្រំប្រទល់ខេត្តចន្ទបុរីជាប់នឹងខេត្តបៃលិននៃប្រទេសកម្ពុជាកិច្ចប្រជុំនេះបានសម្រេចឯកភាពគ្នាឲ្យមានបទឈប់បាញ់នៅវេលាម៉ោង 12 បន្តិចទៀតនេះគណៈពេលដែលព្រឹកមិញជនហោះថៃកំភ្លើងផ្លោងជាច្រើនបានទម្លាក់មកលើទឹកដីនៃប្រជាណាចក្រកម្ពុជាភាគីទាំងពីរសន្យាថាមានបទឈប់បាញ់72ម៉ោងហើយប្រសិនអនុវត្តបានល្អនឹងឈានទៅដល់ការដោះលែងនៃវីរៈកងទ័ពរបស់កម្ពុជាយើងចំនួន18នាក់ដែលត្រូវបានទាហានសៀមចាប់កាលពីថៃវាយកម្ពុជានៅលើកទី1ក្បែរតំបន់ប្រាសាទព្រះវិហារកិច្ចប្រជុំនេះគឺជាការត្រួសត្រាយផ្លូវឈានទៅរកការបត់ឈប់បាញ់ហើយជាការចាប់ផ្ដើមនៃការវាស់វែងព្រំដែនដែលអនុវត្តទៅតាមគណៈកម្មការព្រំដែនដោយភាគីទាំងពីរសន្យាមិនមានការផ្លាស់ប្ដូរទីកន្លែងកងទ័ពពលគឺភាគីទាំងពីរត្រូវគោរពនិងត្រូវបើកផ្លូវទៅឲ្យគណៈកម្មការព្រំដែនធ្វើការវាស់វែងត្រឹមត្រូវហើយកិច្ចប្រជុំនេះក៏មានការចូលរួមពីអ្នកសង្កេតការណ៍របស់អាស៊ានផងដែរ AOT គេរំពឹងថាទោះបីជាយ៉ាងណាក៏ដោយក៏អាចឈានទៅដល់បណ្ដានៅក្នុងការកសាងសន្តិភាពគណៈពេលដែលប្រទេសថៃបើកការវាយប្រហារមកលើប្រទេសកម្ពុជាកាលពីថ្ងៃ7ខែធ្នូកន្លងទៅនេះខ្ញុំនឹងមានសេចក្តីរាយការណ៍ជាបន្តទៀតប៉ុន្តែនៅពេលនេះសូមបញ្ជាក់ខ្លីប៉ុណ្ណេះហើយសង្ឃឹមថាអ្វីៗនឹងប្រសើរឡើងវិញហើយកម្ពុជាជនស៊ីវិលនឹងត្រូវធ្វើវាទភូមិនិវត្តទៅកាន់លំនៅឋានរៀងខ្លួនឡើងវិញបន្ទាប់ពីសន្តិភាពរវាងប្រទេសទាំងពីរអាចនឹងកើតមានឡើងក្រោយពេលរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរបានចុះហត្ថលេខាការពីព្រឹកមិញនេះខ្ញុំសោយទីភាពសូមអរគុណ